ខ្ញុំនឹងបើកទីក្រុងនេះខ្ញុំគឺជាព្រះដែលគ្រប់គ្រងពិភពលោកព្រះមែនទេអ្នកត្រូវបាននរណាម្នាក់ក្បត់អ្នកបានធ្លាក់ក្នុងជំងឺមិនអាចព្យាបាលបានបន្ទាប់មកខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅរាងកាយសុខភាពល្អដែលមិនរងផលប៉ះពាល់ពីជំងឺតើអ្នកមានបំណងប្រាថ្នាអ្វីទេខ្ញុំចង់ធ្វើកសិកម្មមែនទេល្អណាស់ដូច្នេះខ្ញុំនឹងផ្ដល់ជីវិតថ្មីនិងរាងកាយសុខភាពល្អឲ្យអ្នកសូមរីករាយជីវិតទី2របស់អ្នកពេញលេញបានពេលយូរហើយចាប់តាំងពីខ្ញុំភ្ញាក់ឡើងវិញល្អណាស់ខ្ញុំត្រឡប់មករស់វិញហើយនេះជាកន្លែងចាប់ផ្ដើមមែនទេតាមដែលខ្ញុំឃើញវាជាព្រៃចូលគិតថាឥឡូវនេះខ្ញុំអាចធ្វើអ្វីបានខ្លះតើឧបករណ៍គ្រប់យ៉ាងនេះជាអ្វីទៅអូនេះជាធម្មពលវេទមន្តមែនទេខ្ញុំសាកសួរថាវាជាធម្មពលវេទមន្តឬអត់ទោះខ្ញុំជីកប៉ុន្មានក៏ដោយខ្ញុំមិនអស់កម្លាំងជាមួយចង្កំនេះឡើយបើខ្ញុំធ្វើវាជាមួយវាខ្ញុំគិតថាអាចដាំបន្លែបានល្អខ្ញុំគិតថាវាជាហិប្ប៉ូតាម៉ូសប៉ុន្តែខ្ញុំអាចស្ដាប់បានតែសំឡេងស្លឹករលឹកខ្ញុំត្រូវស្វែងរកកន្លែងស្នាក់នៅឲ្យបានឆាប់នេះជាដើមឈើល្អមួយខ្ញុំដើរទៅមកប៉ុន្តែមិនឃើញហិប្ប៉ូតាម៉ូសនៅជិតឡើយចង្កោមដូចដែលរំពឹងទុកវាជាឧបករណ៍គ្រប់យ៉ាងទោះជីកប៉ុន្មានក៏ដោយខ្ញុំមិនអស់កម្លាំងឡើយខ្ញុំមិនអាចចេញបានទេដូច្នេះខ្ញុំនឹងជីកជាមុំបែបនេះខ្ញុំមិនគិតថាខ្ញុំនឹងជីកភ្លាមបែបនេះទេបើខ្ញុំអាចរកទឹកបានខ្ញុំនឹងរកអាហារបន្ទាប់ការដើរលេងក្នុងព្រៃគឺគ្រោះថ្នាក់ចង្កោមខ្ញុំនឹងធ្វើវាលដាំឈើនេះរារាំងចង្កោមវាជាផ្លូវមួយទៅមួយវិញទៅមកកាត់សាខាកាត់ជាដុំឈើហើយដកសម្បកចេញទំនងជាបើអាចស្រមៃបានវាអាចបំលែងជាឧបករណ៍គ្រប់យ៉ាងបានការសាងសង់ផ្ទះតូចពីដំបូងមើលទៅពិបាកណាស់ប្រសិនបើបន្តបែបនេះព្រះអាទិត្យនឹងលិចហើយយប់នឹងមកដល់តើវានឹងកើតអ្វីឡើងវានឹងងឹតចង្កោមជោគជ័យឥឡូវខ្ញុំអាចបង្កើតភ្លើងបានជាកន្លែងស្នាក់នៅបណ្ដោះអាសន្នខ្ញុំបានជីករន្ធនៅក្នុងដើមឈើនេះក៏បានក្លាយជាឧបករណ៍គ្រប់យ៉ាងផងដែរតើវាជាអគុណដល់ពន្លឺព្រះច័ន្ទឬពិតមែនឥឡូវខ្ញុំអាចធ្វើភ្លើងបានខ្ញុំមិនអស់កម្លាំងពេលប្រើវាទេវាជាឧបករណ៍ដែលមិនធ្វើឲ្យខ្ញុំឃ្លានតាមពិតទៅខ្ញុំកំពុងឃ្លាននេះជាអ្វីទៅបន្ទាប់មកខ្ញុំបានធ្វើបង្គន់ឥឡូវខ្ញុំអាចស្ងប់ចិត្តហើយធ្វើយូហ្គាទេខ្ញុំមិនអាចស្ងប់បានទេខ្ញុំបានសាកល្បងបច្ចេកវិទ្យាសំណង់ដែលខ្ញុំគិតបានដោយមិនបានគេងបន្ទាប់ពីបត់បែនជាច្រើនខ្ញុំចាប់ផ្ដើមធ្វើវាលចុងក្រោយខ្ទឹមបារាំងប៉េងប៉ោះនិងត្រសក់ក៏ល្អដែរខ្ញុំអាចញ៉ាំវាដោយផ្ទាល់បានប៉ុន្តែទោះមានវាក៏ខ្ញុំមិនមានគ្រាប់ពូជសម្រាប់ដាំទេខ្ញុំក៏មិនមានកូនដំណាំដែរខ្ញុំញ៉ាំសាច់ទន្សាយហើយដេកព្រឹកថ្ងៃបន្ទាប់តើរុក្ខជាតិក្នុងពិភពនេះអាចដុះដោយគ្មានគ្រាប់ពូជឬក៏ដោយសារឧបករណ៍គ្រប់យ៉ាងនេះមើលទៅដូចខ្ទឹមបារាំងបៃតងវាបត់ខ្ញុំមិនដឹងថាវាជាអ្វីទេជាមុនសិនខ្ញុំនឹងធ្វើរបងជុំវិញវាបានចំណាយពេល2-3ថ្ងៃដើម្បីបញ្ចប់របងនិងការជីកដីនៅពេលខ្ញុំស្រោចទឹកដោយឧបករណ៍គ្រប់យ៉ាងវាដុះឡើងរាល់ថ្ងៃខ្ញុំសង្ឃឹមថាវាជារបស់ដែលអាចបរិភោគបានបន្ទាប់ពីការខិតខំយ៉ាងខ្លាំងទីបំផុតខ្ញុំអាចសាងសង់ផ្ទះតូចបានវាពិតជាសប្បាយណាស់ក្នុងការមើលរុក្ខជាតិធំឡើងឆ្កែមួយហើយវាមើលទៅពេញទៅដោយស្នាមរបួសមកទីនេះប្រហែលវាត្រូវបានសាប់ផ្សេងវាប្រហាពេលរកដៃគូវាហាក់ដូចជាឆ្កែនេះនៅខាងកសិករខ្ញុំសប្បាយចិត្តបើវានៅជាមួយខ្ញុំមិនអាចទេវាកំពុងសម្រាលកូនឥឡូវនេះនៅទីនេះតើការសម្រាលយូរប៉ុន្មានតើមានទឹកផឹកទេយ៉ាងណាក៏ដោយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចគិតបានខ្ញុំសង្ឃឹមថាខ្ញុំមិនរំខានវាទេខ្ញុំបានកាត់យកសាច់ជ្រូកល្អបំផុតសម្រាប់ការសម្រាលខ្ញុំធ្លាប់រស់នៅក្នុងផ្ទះតូចនោះប៉ុន្តែការបណ្ដេញវាចេញធ្វើឲ្យខ្ញុំជឿចិត្តនៅពេលកូនឆ្កែចាប់ផ្ដើមរត់លេងរុក្ខជាតិនឹងអាចប្រមូលផលបានយ៉ាងពេញលេញប៉ុន្តែវាជាប៉េងប៉ោះមកទីនេះយូគីខ្ញុំត្រូវតែសាងសង់ឃ្លាំងសម្រាប់រក្សាទុកដំបូងយើងមកមើលដំណាំដែលលូតលាស់ឡើងដោយមិនបានដាំគ្រាប់ពូជសិនសូមស្រមៃអ្វីដែលអ្នកចង់ធ្វើហើយដាំវាដោយប្រើឧបករណ៍កសិកម្មគ្រប់ប្រភេទពេលដាំគ្រាប់ពូជវាមានរូបរាងបែបនេះមកមើលវាបន្តិចនេះជាដំឡូងប៉ុន្តែផ្នែកដែលប៉ះភ្លើងคล้ายជាពណ៌បៃតងល្អជាងគេគួរតែគ្រប់ដីនៅជើងដើមជាមុនអរគុណព្រះយើងអាចធ្វើកសិកម្មបានយ៉ាងស្រួលនៅទីនេះខ្ញុំនឹងคล้ายជាព្រះនៃកសិកម្មវាមានលក្ខណៈបុរាណខ្លាំងណាស់សរុបមកវាជាបឹងមិនមានគ្រឿងទេសទេមនុស្សស្បែកខ្មៅក៏ញ៉ាំសាច់ដែលមានឈាមដែរវាពិបាកយល់ប៉ុន្តែខ្ញុំបានព្យាយាមដាំដើមឈើដែលមានផ្លែចាំដោយអត់ធ្មត់ជីវិតជាមួយសាច់ឆ្កែគឺសប្បាយណាស់នេះជាពិភពផ្សេងដូច្នេះប្រហែលមានឆ្កែពីរក្បាលខ្ញុំបានរកឃើញទន្លេមួយដែលអាចជាប្រភពទឹកខ្ញុំបានធ្វើបង្គន់សិនដោយគិតថានឹងប្រើវាពេលសាងសង់ខ្ញុំបានព្យាយាមបំលែងឧបករណ៍កសិកម្មឲ្យទៅជាទេសមួយកង់ខ្ញុំកាប់ព្រៃបន្ថែមដើម្បីពង្រីកវាតាមពិតទៅសណ្ដែកបណ្ដុះបានក្លាយជាសណ្ដែកធម្មតាមុនពេលខ្ញុំដឹង
ខ្ញុំសួរថាតើមានប្រភពអ្វីមួយនៅទីណាទេសីតុណ្ហភាពបានធ្លាក់ចុះដោយមិនដឹងខ្លួនខ្ញុំបានព្យាយាមប្រើស្បែកសត្វទន្សាយធំប៉ុន្តែវាមានក្លិនអាក្រក់ណាស់ខ្ញុំត្រូវតែប្រមូលឈើឆេះនិងអាហារអ្វីនេះពូកខ្មៅធំឬអត់វាជាពីងពីងវាជាខ្សាច់ដែលមានគុណភាពខ្ពស់ពីងពីងរស់នៅលើដើមឈើធំនៅជិតមូលដ្ឋានវាចូលចិត្តដំឡូងវាអាចផលិតខ្សាច់និងសម្លៀកបំពាក់ហើយអាចកែច្នៃស្បែកដែលខ្ញុំបានបោះបង់ផងដែរខ្ញុំបានដាក់ឈ្មោះវាដំបូងគឺ First Impact ក៏បន្ទាប់មកគឺ Zabuton ក៏ចុងក្រោយរដូវរងាមកដល់ខាងក្រៅត្រជាក់ណាស់ប៉ុន្តែ Zabuton មិនចុះពីដើមឈើទេប្រសិនបើនេះជាតំបន់កកត្រូវបិទផ្ទះរួចហើយជីវិតប្រចាំថ្ងៃមិនមានបញ្ហាប៉ុន្តែខ្ញុំចង់បានអំបិលមិនចាំថាពេលណាខ្ញុំបាននិយាយជាមួយមនុស្សផ្សេងទៀតចុងក្រោយទេមិនយូរទេការត្រជាក់នឹងធូរស្រាលហើយព្រើនឹងរលាយខ្ញុំចង់ដឹងថាក្រូចឆៃនិងអ្នកផ្សេងទៀតយ៉ាងម៉េចទំនងជាពួកគេកំពុងស្វែងរកគូ Zabuton ដែលបង្ហាញខ្លួនវិញមានកូនជាច្រើនខ្ញុំអៀនដែលគ្រួសារគ្រប់គ្នាបានកើនឡើងនេះគឺការជួបជុំតែងតែកើតឡើងភ្លាមនាងជាក្មេងស្រីម្នាក់ហេតុអ្វីអ្នកនៅកណ្ដាលព្រៃរងចាំជួយខ្ញុំផងអ្នកធំឡើងហើយអរគុណអ្នកបានជួយខ្ញុំអ្វីហេតុអ្វីអ្នកតូចវិញអ្នកចង់ធ្វើឲ្យយើងរងគ្រោះមែនទេកុំរំខានពួកគេមើលទៅមិនគ្រោះថ្នាក់ទេខ្ញុំស្រូបឈាមដើម្បីស្ដារកម្លាំងខ្ញុំគិតថាអាចកម្ចាត់មួយបានដើម្បីស្ដារឡើងវិញខ្ញុំសម្រេចស្រូបឈាមម្ដងទៀតខ្ញុំមិនដឹងថាមានកន្លែងបែបនេះនៅក្នុងព្រៃទេហេនេះគឺពេញប៉ោះប៉ុន្តែខ្ញុំមិនធ្លាប់ឃើញទេបាត់នេះជាលើកដំបូងមកញ៉ាំវាទេខ្ញុំចង់ឃើញវាផ្សេងទៀតបាទនាងឈ្មោះ Le Lucille នាងជាវ៉ាំផាយខ្ញុំគិតថាវាអាចមានប្រយោជន៍សម្រាប់ការស្រាវជ្រាវពេលខ្ញុំយកនាងមកទីនេះខ្ញុំបានឃើញផលដំណាំនេះមុននេះវាជិតបាត់ទៅហើយហេតុអ្វីអ្នកតាមពួកគេខ្ញុំមិនធ្លាប់ឃើញបច្ចេកវិទ្យានេះទេវាជាឧបករណ៍វេទមិនមែនទេខ្ញុំរស់មកយូរហើយប៉ុន្តែមានអ្វីច្រើនដែលខ្ញុំមិនដឹងខ្ញុំមិនជឿថាបានជួបអ្នកទេដូច្នេះអ្នកនឹងរស់នៅទីនេះជារៀងរហូតទេប្រសិនបើអ្នកមិនបារម្ភអាចនៅទីនេះបានទេបានតាមដែលអ្នកចង់រងចាំនោះខ្ញុំបានប្រាប់អ្នកហើយខ្ញុំកំពុងត្រូវគេចាប់តាមខ្ញុំមិនគិតថាអាចធន់ម្នាក់ឯងបានយូរទៀតទេបើពីនេះទៅយើងរស់ជាមួយគ្នាសំណាខ្ញុំគ្រាន់តែប្រាប់ឲ្យអ្នករស់ជាមួយខ្ញុំប៉ុណ្ណោះអ្នកអៀនមែនទេខ្ញុំមិនអៀនទេខ្ញុំចង់នៅជាមួយអ្នកសូមខ្ញុំបាននិយាយថាខ្ញុំយល់ហើយខ្ញុំបានធ្វើបានហើយអរគុណអរុនសួស្ដីហេតុអ្វីអ្នកតូចវិញដើម្បីការពារខ្លួនបាទខ្ញុំកំពុងគិតធ្វើដំឡូងផ្អែមបន្ទាប់ដូច្នេះអ្នកជាអ្នករស់នៅដំបងអ្វីនោះនេះជាភូមិមែនទេអ្នកជាអ្នកចាប់ផ្ដើមវាមុនគេត្រូវហើយយើងអាចដាំអស្ថនើវាលនេះបានទេមិនចាំបាច់មានគ្រាប់ពូជទេហេតុអ្វីអូខ្ញុំបាននិយាយអំពីព្រៃមរណៈនៅលើភ្នំខ្ញុំយល់ហើយអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នក